បិនឃើញចិញ្ចៀនជាសញ្ញាវិជ្ជមាននៃជីវិតរស់នៅមានសុភមង្គលចិញ្ចៀនគ្រប់ប្រភេទដែលបង្ហាញចេញមកនៅក្នុងក្តីសុបិនជាទូទៅមានអត្ថន័យថាផ្លូវជីវិតនឹងคล้ายជាមានវិជ្ជមាននិងមានលៀបសក្ការៈចិញ្ចៀនលេចឡើងនៅក្នុងក្តីសុបិនមានន័យថាមានការបដិញ្ញាចិត្តត្រូវបានធ្វើឡើងដោយអ្នកណាម្នាក់ដែលជិតស្និទ្ធនិងមានលុយកាក់ឬតំណែងធំដែលប្រុងប្រគល់ឲ្យមកយើងបើឃើញចិញ្ចៀននៅលើម្រាមដៃផ្សារភ្ជាប់ទៅនឹងឥទ្ធិពលលើគ្រួសារដែលនឹងឆ្លុះបញ្ចាំងថាពួកគេតែតែគិតគូរដល់អ្នកជានិច្ចចិញ្ចៀនអាពាហ៍ពិពាហ៍បង្ហាញថាវាដល់ពេលដែលអ្នកត្រូវសម្រាកនិងរីករាយមានសុខដុមរមនាចិញ្ចៀនពេជ្រតាក់ទងទៅនឹងអាពាហ៍ពិពាហ៍បើរៀបការរួចហើយបង្ហាញថានឹងទទួលបានរង្វាន់ដែលជាអំណោយថ្លៃប្រសិនបើឃើញអ្នកណាម្នាក់ផ្សេងទៀតកំពុងពាក់ចិញ្ចៀននៅក្នុងក្តីសុបិននោះអ្នកទំនងជានឹងមានសំណាងក្នុងក្តីស្រឡាញ់ចិញ្ចៀនកៅស៊ូបង្ហាញថាអ្នកកំពុងតែជិតស្និទ្ធនឹងមនុស្សដែលមិនស្មោះត្រង់ចិញ្ចៀនមាសគឺជានិមិត្តរូបនៃភាពអស្ចារ្យនិងទ្រព្យសម្បត្តិកំពុងរត់មករកអ្នកដោះចិញ្ចៀនមួយចេញទាក់ទងទៅនឹងការពិតដែលកំពុងបាត់បង់អ្វីមួយចិញ្ចៀនដែលខូចតំណាងឲ្យទំនាក់ទំនងដែលបានចាប់ផ្ដើមចំនួនចិញ្ចៀនភ្លើងត្រូវបានផ្សារភ្ជាប់ជាមួយទៅនឹងអាបធ្មប់ឬអំពីសុខុមាលភាពខាងវិញ្ញាណរកឃើញចិញ្ចៀនចាស់បង្ហាញថាមនុស្សម្នានឹងគាំទ្រអ្នកក្នុងការឆ្លោះប្រកែកគ្នាឈរខាងអ្នកចំណែកឃើញចិញ្ចៀនណាមួយឬច្រើនដែលមានទំនាក់ទំនងជាមួយគ្រួសារខ្លួនឯងដោយជាមរតកអ្វីមួយជាដើមនោះបង្ហាញថាអ្នកនឹងមានសុភមង្គលក្នុងគ្រួសារពេញលេញហើយប្រមូលចិញ្ចៀនយកមកទុកនៅក្នុងនៃក្តីសុបិនលោកអ្នកដែលធ្លាប់តែក្រសុកស្រាប់តែដល់ពេលត្រូវបាក់លុយកាក់បដូរជីវិត180ដឺក្រេទៅជាមានបានមួយប្រព្រឹត្តភ្នែកបើលោកអ្នកពាក់ចិញ្ចៀននៅក្នុងក្តីសុបិនតំណាងឲ្យភាពពិសេសនៃទំនាក់ទំនងរបស់យើងទាំងការងារនិងស្នេហាចិញ្ចៀនដែលត្រូវបានលេចធ្លោឡើងមកនៅក្នុងក្តីសុបិនមានន័យថាមានការបដិញ្ញាចិត្តពីអ្នកណាម្នាក់ដែលប៉ុនប៉ងមកជិតស្និទ្ធនឹងអ្នកហើយគេនោះមានអំណាចជាងអ្នកបើឃើញពាក្យចិញ្ចៀនធំនៅម្រាមដៃវាជាសាររបស់ទេវលោកប្រាប់ឲ្យអ្នកមានឥទ្ធិពលអ្នកទៅលើគ្រួសារដែលគ្រប់គ្នានឹងគោរពស្ដាប់ឆ្លោះបញ្ចាំងជាវិជ្ជមានលើអ្នកចិញ្ចៀនអាពាហ៍ពិពាហ៍បង្ហាញថាវាដល់ពេលដែលត្រូវសម្រេចនឹងរីករាយមានលុយចាយច្រើនមានពេលវេលាវិសមកាលជាមួយអ្នកដទៃបើសុបិនឃើញចិញ្ចៀនពេជ្រជាពិសេសតាក់ទងទៅនឹងអាពាហ៍ពិពាហ៍ឬបង្ហាញថាអ្នកនឹងទទួលបានរង្វាន់ដែលផ្ដល់ពីអ្នកដឹកនាំឬអំណោយថ្លៃខ្លាំងប្រសិនបើអ្នកណាផ្សេងទៀតកំពុងតែពាក់ចិញ្ចៀននៅក្នុងក្តីសុបិននោះអ្នកទំនងជានឹងមានសំណាងល្អនៅក្នុងក្តីស្រឡាញ់សុបិនអំពីចិញ្ចៀនកៅស៊ូបង្ហាញថាមនុស្សដែលជិតស្និទ្ធនឹងអ្នកពិតជាមិនស្មោះត្រង់ជាមួយអ្នកនោះឡើយចិញ្ចៀនមាសវិញគឺជានិមិត្តរូបនៃភាពអស្ចារ្យនិងទ្រព្យសម្បត្តិកំពុងតែធ្វើដំណើរមករកអ្នកដោះចិញ្ចៀនចោលបង្ហាញថាយើងកំពុងបាត់បង់អ្វីមួយសុបិនឃើញចិញ្ចៀនដែលខូចបែកបាក់ឬបាត់ត្បូងតំណាងឲ្យទំនាក់ទំនងចាប់ផ្ដើមមានចំនួនការមើលឃើញចិញ្ចៀនคล้ายឆ្លោះបញ្ចាំងថាអ្នកឬអ្នកណាម្នាក់ដែលជិតស្និទ្ធនឹងអ្នកមិនបានបដិញ្ញាចិត្តជាដៃគូយូរអង្វែងនោះទេនឹងឃើញចិញ្ចៀនដែលខូចឬបាត់បង្ហាញថាមិត្តម្នាក់នឹងលែងស្មោះត្រង់នឹងអ្នកបន្តិចម្ដងជារឿយៗនៅក្នុងក្តីសុបិននេះក៏ជានិមិត្តរូបនៃការក្បត់ប្រឆាំងនឹងអ្នកដែរបើឃើញចិញ្ចៀនដែលមានទំនាក់ទំនងជាមួយគ្រួសារនៅក្នុងក្តីសុបិនដូចជាមរតកបង្ហាញថាអ្នកមានសុភមង្គលនិងមានមនុស្សក្នុងគ្រួសារគាំទ្រនៅជុំវិញអ្នកសុបិនពាក្យចិញ្ចៀនអាពាហ៍ពិពាហ៍ប្រសិនបើយល់សប្តិឃើញអ្នកណាម្នាក់ពាក្យចិញ្ចៀនរៀបការនៅលើម្រាមដៃមានន័យថាចំនួនមិត្តភ័ក្តិរបស់អ្នកនឹងកើនឡើងនាពេលខាងមុខនេះហើយភាគច្រើនមិត្តភាពថ្មីទាំងនេះនឹងជួយអ្នកអត្ថន័យនៃក្តីសុបិនដែលឃើញមនុស្សចម្លែកពាក្យចិញ្ចៀនអាពាហ៍ពិពាហ៍នៅលើម្រាមដៃរបស់អ្នកគឺអ្នកនឹងទទួលបានជំនួយភ្លាមដែលមិនបានរំពឹងទុកឬរង្វាន់ធំដែលនឹងដោះស្រាយរាល់បញ្ហាទាំងអស់របស់អ្នកប្រសិនបើឃើញសង្សារពាក្យចិញ្ចៀនអាពាហ៍ពិពាហ៍នៅលើម្រាមដៃអ្នកមានន័យថាមានភាព
ស្មោះត្រង់និងប្រាជ្ញាចិត្តទៅវិញទៅមកនៅក្នុងទំនាក់ទំនងជាមួយគ្នាវែងអន្លាយសបិនអំពីការបាត់បង់ចិញ្ចៀនអាពាហ៍ពិពាហ៍អាចនាំមកនៅព្រឹត្តិការណ៍មិនល្អនៅក្នុងជីវិតពិសេសនៃទំនាក់ទំនងរបស់អ្នកជាដៃគូសបិនទិញឬទទួលចិញ្ចៀនជាកាដូក្តីសបិនដែលឃើញខ្លួនអ្នកកំពុងតែទិញចិញ្ចៀនឬទទួលបានវាមានន័យថាមានក្តីសង្ឃឹមយ៉ាងខ្លាំងចំពោះអ្នកណាម្នាក់ក៏អាចមានន័យផងដែលថាអ្នកត្រៀមខ្លួនបង្ហាញពិភពលោកថាអ្នកជាអ្នកណាត្រៀមខ្លួនបង្ហាញពីគំនិតរបស់អ្នកទៅកាន់ពិភពលោកប្រសិនបើអ្នកផ្ដល់ចិញ្ចៀនជាកាដូដល់អ្នកណាម្នាក់វាបង្ហាញថាអ្នកមានទំនោរនិងពេញចិត្តចំពោះភាពស្មោះត្រង់ក្នុងចំណោមមិត្តភ័ក្តិរបស់អ្នកលើអ្វីៗទាំងអស់ប្រសិនបើអ្នកសបិនអំពីអ្នកណាម្នាក់ដែលអ្នកស្គាល់បានផ្ដល់ឲ្យអ្នកនៅចិញ្ចៀនពាក់មានន័យថាអ្នកណាម្នាក់នៅក្នុងជីវិតពិតនឹងជួយកំណត់ដំណើរជីវិតរបស់អ្នកផ្ដល់ការណែនាំការគាំទ្រប្រហែលជាអាចដល់ជំនួយហិរញ្ញវត្ថុកសាងជីវិតថ្មីរបស់អ្នកអត្ថន័យខាងវិញ្ញាណនៃចិញ្ចៀនក្នុងក្តីសុបិនចិញ្ចៀនអាពាហ៍ពិពាហ៍អត្ថន័យនិមិត្តរូបដ៏ធំព្រោះត្រូវបានចាត់ទុកថាជាវត្ថុដែលមានតម្លៃខ្ពស់នៃជីវិតគ្រប់មនុស្សតែម្ដងតំណាងឲ្យគំនិតអំណាចការបដិញ្ញាចិត្តភាពស្មោះត្រង់និងការគ្រប់គ្រងប្រភេទនៃអំណាចពិសេសដែលមនុស្សម្នាក់មានសបិនឃើញពាក្យចិញ្ចៀនក្នុងក្តីសបិនប្រសិនបើសបិនថាខ្លួនឯងកំពុងពាក្យចិញ្ចៀនច្រើននៅលើដៃជាដំណឹងបង្ហាញថាអ្នកនឹងចាប់ផ្ដើមអាជីវកម្មថ្មីឆាប់ៗនេះជួនកាលបង្ហាញថាអ្នកនឹងផ្លាស់ប្ដូរទៅរកទិសដៅថ្មីល្អដែលមិនត្រូវបានគេស្គាល់ពីមុនមកក្នុងករណីណាក៏ដោយក្តីសុបិននេះក៏ជាសញ្ញាវិជ្ជមានធំមួយទោះបីសុបិនចំពេលដែលមានប្រាក់ចំណូលនិងប្រាក់ចំណេញស្ថិតនៅក្នុងសភាពការព្រួយបារម្ភក្តីនេះជាសារផុតទឹកព្រួយប្រសិនបើអ្នកបានឃើញការពាក់ចិញ្ចៀនហើយស្អាតចិត្តក៏កោតសរសើរវាក្តីសុបិនបែបនេះគឺជាសញ្ញាល្អណាស់ដែលជានិមិត្តរូបនៃការពេញចិត្តចំពោះជីវិតការងារនិងគ្រួសារលុយកាក់ភ័ព្វសំណាងប្រសិនបើលោកអ្នកសបិនខ្លួនឯងពាក់ចិញ្ចៀនមានដាំត្បូងដូចជាដាំត្បូងកណ្ដៀងត្បូងមរកតត្បូងទទឹមឬត្បូងពេជ្រភ្ជាប់មកយើងអាចសង្ឃឹមថានឹងមានព្រឹត្តិការណ៍ដ៏សំខាន់មួយកើតឡើងអបអរសាទរក្នុងជីវិតរបស់យើងច្បាស់ណាស់នៅពេលដែលអ្នកសបិនបែបនេះជាសាររបស់ឋានលើដែលបានបង្ហាញថាទំនាក់ទំនងឬស្នេហាឬអំណាចសហជីពជាផ្លូវការធំឡើងហើយយូរអង្វែងចំណែកពេលដែលក្តីសបិនឃើញចិញ្ចៀនពាក្យជាច្រើនលើម្រាមមិនមែនមានតែមួយវងនោះជាដំណឹងអាចនាំមកនៅឱកាសទទួលបានការងារសំខាន់ប្រសិនបើចិញ្ចៀនត្រូវបានដាក់នៅលើម្រាមដៃខាងស្ដាំនេះមានន័យថាយើងជាមនុស្សសមហេតុផលណាស់ហើយអាចនាំមកនៅគម្រោងការងារដោយសុវត្ថិភាពជោគជ័យធំដើម្បីទទួលបានព័ត៌មានទាក់ទងទៅនឹងអបិយជំនឿផ្សេងសូមប្រមិត្តចុច Subscribe ឬជាវនឹងរូបកណ្ដឹងអរគុណសូមជម្រាបលា